การនៅរៀនគ្មានលុយចាយពេញដៃខ្លួនតូចតែមួយតែមានពុកព្រួយជាមួយនឹងក្តីស្រមៃស៊ូណាស់ព្រោះគ្រួសារយើងក្របើខ្ញុំមិនខំតាអ្នកណានេះឲ្យអង្គព្រោះតែយើងក្រញាតមិនសូវរាប់គេមិនចាំឈ្មោះទោះគ្រោះយើងក្បែរងាប់ការចំនួនបវរយើង3អ្នកគេក្របថាណាហើយជីវិតយើងវាអភ័ព្វនៅក្នុងភ្នែកគេខ្ញុំជាមនុស្សដែលមិនល្អឬមិនល្អកាច់ចេញពីមានហើយនឹងត្រជីវភាពយើងអត់យើងខ្សត់ពីបាក់តបមានតែខំចិត្តខំស្មើឲ្យខំថ្មយើងខ្សោយខ្លាចជាទូកំ ប្លែងនៅក្នុងសង្គមអ្នកមានទេពកោសលបាត់បង់ឆន្ទៈជាមួយនឹងពាក្យរិះគន់ពួកគេក្រុមមានកំណត់មួយចង់ឲ្យក្តីស្រមៃខ្លាចជាការពិតដោយសារសម្ដីមិនឆ្លងការគិតឲ្យសោកបិណ្ឌគ្នាបែរជាងងឹតហើយ